បុកផ្កាយឡើងថ្លៃពេកឥឡូវចាស់អធិការវត្តល្មាឈរបានព្រួយផ្ដាំគំនិតដាល់បុកដើម្បីយកទៅជួយបងជនភៀសសឹកពូទាហាននៅតាមព្រំដែនណាអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសដ៏កំសត់មួយនេះគ្មានអីក្រៅពីការចូលរួមជួយតាមលទ្ធភាពដែលអាចជួយបាននេះនិយាយទៅល្ងាចឡើងចេញពីបរិញ្ញាគួរម៉ោង5ហ្នឹងចេញទៅហ្មងតាមពិតទៅត្រូវនៅមានម៉ោងបរិញ្ញា1ម៉ោងទីប៉ុន្តែ cancel ខ្លះនឹងចោលដើម្បីទៅជួយដល់បងលោកនិយាយទៅមកដល់គាត់ត្រាំស្រូវត្រាំអីហើយមានទទួលចេកចៀនដលងចៀនអីទៀតនេះមានទទួលមានដលងចៀនចេកចៀនទទួលទៀតណាតាមគឺមិនអាចចម្រើនទេណាបើនិយាយទៅមុនយើងញ៉ាំមុនយើងញ៉ាំមុនយើងបុកយើងញ៉ាំទៅនិយាយទៅសុំញ៉ាំសិនហើយបងប្អូនដោយសារតាចេញពីបរិញ្ញាទៅគឺទៅបដោយអត់ទាន់បានញ៉ាំអីពេលល្ងាចអីចឹងញ៉ាំឲ្យឆ្អែតយកកម្លាំងនេះមកដល់បុកនេះនិយាយទៅគឺមានកូនសិស្សទៅជួយការងារច្រើនខ្លាំងមែនតើគ្រាន់តែយើងប្រាប់ថាវត្តមានដាល់បុកមានអីយកទៅជួយបងប្អូនជនភៀសសឹកបងពូទាហានអញ្ចឹងគឺថាក្មេងៗស្រស់ដៃគ្នានាំគ្នាទៅជួយបដ ாய் ហើយនឹងហើយដូចតែខ្ញុំនិយាយដដែលអញ្ចឹងពេលវេលាដ៏លំបាកកលៈទេសៈដ៏លំបាកអញ្ចឹងគ្មានពីណាមកជួយយើងក្រៅពីយើងជួយខ្លួនឯងក្រៅពីយើងខ្មែរគ្រប់គ្នាស្រឡាញ់គ្នាសាមគ្គីគ្នាទាំងជួរមុខជួរក្រោយត្រូវតែសាមគ្គីជាធ្លុងមួយដើម្បីយើងឆ្លងកាត់ភាពលំបាកមួយនឹងទាំងអស់គ្នាហើយខ្ញុំក៏នៅតែសង្ឃឹមដែរថាក្រោយពីប្រទេសយើងទទួលបានសន្តិភាពពេញលេញលែងមានការបាញ់គ្នានៅតាមព្រំដែនអីផ្សេងៗហ្នឹង សូមឲ្យយើងនៅតែស្រឡាញ់គ្នានៅតែសាមគ្គីភាពគ្នាអញ្ចឹងរហូតជាពិសេសយុវជនរបស់យើងសូមពង្រឹងសមត្ថភាពរបស់យើងឲ្យបានខ្លាំងកុំឲ្យទាល់តែមានសង្គ្រាមទាល់តែឆ្លោះគ្នាបានយើងចេះស្រឡាញ់គ្នាមានន័យថាចង់ឲ្យយើងគឺបន្តភាពស្រឡាញ់គ្នាភាពសាមគ្គីភាពគ្នាហ្នឹងគឺបន្តទៅមុខរហូតកាលណាតែយើងខ្មែរស្រឡាញ់គ្នាសាមគ្គីគ្នាមានជាតិនិយមខ្ពស់ជាតិយើងនឹងរីកចម្រើនទៅមុខហើយខ្ញុំជឿជាក់អញ្ចឹង ដូចជាការដាល់អំបុកនឹងជាដើមប្រសិនបើយើងម្នាក់ពីរនាក់ទៅដាល់ណាក៏អត់បានចំនួនអំបុកច្រើនដល់ថ្នាក់នឹងដែរតែពេលយើងចេះជួយគ្នាម្នាក់ម្ដាយម្ជើងអញ្ចឹងណាបរិមាណអំបុកគឺបានច្រើនខ្លាំងមែនតើហើយពួកយើងធ្វើការដោយរីករាយដោយសាមគ្គីដោយសប្បាយចិត្តដោយមានកម្លាំងចិត្តអញ្ចឹងណាហើយនិយាយមែនណាទោះបីជាអត់ទាន់បានញ៉ាំអីអត់ទាន់ញ៉ាំបាយល្ងាចណាប៉ុន្តែយើងបុកយើងដាល់អំបុកនឹងគឺអត់មានអារម្មណ៍ថាហត់ទេដោយសារតែឃើញទឹកចិត្ត កូនសិស្សទឹកចិត្តបងប្អូនអ៊ំពូមីងនៅក្នុងភូមិអីគាត់ចេះមកជួយគ្នាអញ្ចឹងគឺយើងអត់មានអារម្មណ៍ថាហត់នឿយអីសោះហ្នឹងហើយបន្ទាប់ពីដាល់អំបុកពេលយប់ហើយព្រលឹមឡើងថ្ងៃឡើងហ្នឹងគឺពួកយើងក៏បានមកជួយច្រកអំបុកម្លែងអំបុកហ្នឹងជាថង់តូចៗដើម្បីយកទៅងាយស្រួលក្នុងការចែកអញ្ចឹងណាបងប្អូន ហើយដោយសារតែពួកយើងច្រកថង់ទៅវាអត់ទាន់គ្រប់ចំនួនដែលយើងត្រូវការអញ្ចឹងក៏មានការដាល់ម្ដងទៀតនៅពេលថ្ងៃហ្នឹងហើយមានកូនសិស្សទៅជួយច្រើនដូចពេលយប់អញ្ចឹងគឺអត់ចាញ់ពេលយប់ហើយគឺច្រើនមែនតើនេះហើយកាលពីយប់ហ្នឹងយើងគ្រាន់តែបុកទុកទេព្រលឹមឡើងបានយាយគាត់អ៊ំគាត់អីអញ្ចឹងណាដល់ពេលថ្ងៃឡើងនេះគឺយើងបុកបដៅយើងអ៊ំបដៅដោយសារប្រញាប់យកច្រកអស់ អូយមែនអូមែនអាហ្នឹងយើងរែងសិនបន្ទាប់ពីយើងរែងហើយបានយើងអុំវាយកស្រូវចេញអញ្ចឹងណាដោយសារតែស្អែកហ្នឹងយើងត្រូវយកអំបុកហ្នឹងឡើងទៅបំពេញហើយសង្ឃឹមថាបន្ទាប់ពីបងពូទាហានបានញ៉ាំអំបុកហ្នឹងហើយសូមឲ្យវាយសៀមឲ្យរៀបវិនិច្ឆ័យហិនហោចខ្ចាត់ខ្ចាយផងចុះ